Cá miên sầm rọ sạch mơ mà plate sờ điên chỉ mùi nâng cá mà lì rút mơ mà đòn tiết kia sờ điên chỉ mùi nâng cá mà là tây còn tái cá mùiประเภท ní cư miền chmua tha nuồn sậy chấm pop cá nuồn sậy ní cư miền pi ประเภท miền cá nuồn sậy tràn sờ top nâng cá nuồn sậy mùi sờ top ri ai cá đây này nhomកំពុងថតបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានឃើញនៅថ្ងៃនេះគឺជាប្រភេទផ្កានួនស្រីដែលមានច្រើនស្រទាប់ប៉ុន្តែផ្កាមួយប្រភេទនេះគឺអត់មានក្លិនក្រអូបដូចជាពួកម៉ាឡាតីឬក៏ម្លិះនោះទេផ្កាម្លិះនិងផ្កាម៉ាឡាតីគឺមានក្លិនក្រអូបប៉ុន្តែផ្កាមួយប្រភេទនេះយើងអាចប្រើដើម្បីក្រងជាភួងបានទាំងផ្ការិចនិងផ្កាដែលមិនតាន់រិចគឺយើងអាចប្រើដើម្បីក្រងភួងបានហើយផ្កាមួយប្រភេទនេះនាងខ្ញុំឃើញលោកគ្រូបុរាណខ្មែរឃើញគាត់យកទៅផ្សំធ្វើជាឱសថបុរាណព្យាបាលរោគបានផងដែរតែព្យាបាលទៅលើរោគអ្វីគឺនាងខ្ញុំសូមមិនអត្ថាធិប្បាយទេការរបស់វាគឺពណ៌សក៏ពិតមែនប៉ុន្តែស្អាតទាក់ភ្នែកស្អាតខ្លាំងតែម្ដងរុក្ខជាតិធម្មជាតិមានសម្រស់ស្អាតមិនដូចគ្នាទេផ្កាខ្លះបានតែស្អាតអត់មានក្លិនរីឯផ្កាខ្លះទៀតមានក្លិនក្រអូបតែសម្រស់មិនសូវបានរីឯផ្កាមួយប្រភេទនេះរូបរាងគឺស្អាតមើលទៅទាក់ចិត្តតែម្ដងប៉ុន្តែគួរឲ្យស្ដាយដែរគឺវាអត់មានក្លិនក្រអូបដូចជាពួកម៉ាឡាតីឬក៏ផ្កាម្លិះឡើយតែវាមានអត្ថប្រយោជន៍ល្អដើម្បីយកទៅធ្វើជាឱសថព្យាបាលរោគអញ្ចឹងលក្ខណៈពិសេសរបស់វាគឺបែបនេះឯងហើយយើងក៏អាចប្រើវាដើម្បីក្រងភួងបានថែមទៀតផងហើយផ្កាមួយដើមនេះគឺថាបញ្ចេញផ្កាយ៉ាងស្គុះស្គាយពេញដើមតែម្ដងឃើញហើយគួរជាទីទាក់ចិត្តខ្លាំងចំពោះនាងខ្ញុំចូលចិត្តចែករំលែកអ្វីដែលជារុក្ខជាតិធម្មជាតិមានផ្កាមានបន្លែមានផ្លែឈើគឺនាងខ្ញុំចូលចិត្តចែករំលែកអ្វីដែលជាធម្មជាតិចែកជូនដល់ពុកម៉ែបងប្អូនអ៊ំពុំមីងទាំងអស់គ្នាឲ្យបានឃើញផងដែរដើម្បីទុកឲ្យក្មេងជំនាន់ក្រោយពួកគាត់បានស្គាល់ឈ្មោះផ្កាកាន់តែច្បាស់ព្រោះសពថ្ងៃនេះមិនសូវមានអ្នកចាប់អារម្មណ៍លើរុក្ខជាតិធម្មជាតិនោះទេផ្កាស្អាតមើលមួយផ្លេតផ្កាវាស្រដៀងជាមួយនឹងផ្កាកុលាបដែរតែតោះត្រង់ថាផ្កាកុលាបមានបន្លារីឯផ្កានួនស្រីមួយប្រភេទនេះអត់មានបន្លាទេវាជាប្រភេទនួនស្រីរួត